សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះខ្ញុំសុភេងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមកជជែកកម្សាន្តនិងចែករំលែកនៅរឿងរ៉ាវល្អៗជាមួយអ្នកទាំងអស់គ្នាម្ដងទៀតនៅក្នុងបរិយាកាសដ៏កក់ក្ដៅបែបនេះតើអ្នកទាំងអស់គ្នាធ្លាប់នឹកឃើញដល់គ្រាដែលយើងនៅពីក្មេងដែរឬទេគ្រាដែលយើងអង្គុយជុំគ្នាជាមួយលោកយាយលោកតាឬឪពុកម្ដាយរបស់យើងដើម្បីស្ដាប់រឿងនិទានមុនពេលចូលគេងខ្ញុំជឿថាគ្រប់គ្នាប្រកាសជាមានអនុស្សាវរីយ៍ផ្អែមល្ហែមទាំងនោះក្នុងបេះដូងសំឡេងក្រលួចរបស់អ្នកនិទាននិងសាច់រឿងដែលពោពេញដោយវេទមន្តទាំងនោះមិនត្រឹមតែធ្វើឲ្យយើងគេងលក់ស្រួលប៉ុណ្ណោះទេប៉ុន្តែវាបានបន្សល់ទុកនូវគ្រាប់ពូជនៃក្តីស្រមៃនិងការចងចាំដែលមិនអាចបំភ្លេចបានក្នុងមួយជីវិតថ្ងៃនេះខ្ញុំចង់លើកយកប្រធានបទមួយដែលមើលទៅសាមញ្ញតែមានអត្ថន័យជ្រាលជ្រៅបំផុតមកជជែកគ្នានោះគឺសារៈសំខាន់នៃការស្ដាប់រឿងនិទានតើហេតុអ្វីបានជាការស្ដាប់រឿងនិទាននៅតែមានតម្លៃនិងមានឥទ្ធិពលខ្លាំងទោះបីជាយើងធំដឹងក្តីហើយក៏ដោយចំណុចទី1ដែលអស្ចារ្យបំផុតគឺការដាស់ស្មារតីនៃការស្រមៃនៅពេលដែលយើងស្ដាប់រឿងនិទានជាជាងការមើលរូបភាពនៅលើអេក្រង់ទូរស័ព្ទខួរក្បាលរបស់យើងចាប់ផ្ដើមធ្វើការយ៉ាងសកម្មបំផុតយើងចាប់ផ្ដើមបង្កើតរូបភាពតួអង្គទេសភាពព្រៃភ្នំនិងព្រឹត្តិការណ៍ផ្សេងៗក្នុងចិត្តរបស់យើងដោយខ្លួនឯងការស្រមៃនេះហើយជាប្រភពនៃគំនិតច្នៃប្រឌិតវាអនុញ្ញាតឲ្យយើងមើលឃើញពិភពលោកក្នុងរូបភាពប្លែកៗនិងជួយឲ្យយើងហ៊ានគិតអ្វីដែលថ្មីដោយដែលលោក Albert Einstein ធ្លាប់មានប្រសាសន៍ថាការស្រមៃមានសារៈសំខាន់ជាងចំណេះដឹងទៅទៀតលើសពីនេះទៅទៀតរឿងនិទានបង្រៀនយើងឲ្យស្គាល់ពីចិត្តមនុស្សនិងការយល់ចិត្តអ្នកដទៃនៅពេលយើងស្ដាប់ពីការលំបាកការតស៊ូឬភាពជោគជ័យរបស់តួអង្គយើងចាប់ផ្ដើមដាក់ខ្លួនយើងទៅក្នុងស្ថានភាពរបស់ពួកគេនេះគឺជាគ្រឹះដ៏សំខាន់នៃការបង្កើតមេត្តាធម៌និងការយោគយល់គ្នានៅក្នុងសង្គមតាមទស្សនៈអប់រំវិញការស្ដាប់រឿងនិទានជួយពង្រឹងភាសានិងវាក្យសព្ទរបស់យើងយ៉ាងខ្លាំងយើងរៀនបាននូវពាក្យថ្មីឃ្លាប្រយោគដែលពីរោះនិងការប្រើប្រាស់សំឡេងដើម្បីបញ្ជាក់ពីអារម្មណ៍ផ្សេងៗដែលយើងប្រហែលជាមិនធ្លាប់បានឮនៅក្នុងការសន្ទនាប្រចាំថ្ងៃនៅក្នុងពិភពលោកដ៏មមាញឹកនិងពោពេញដោយសម្ពាធនាពេលបច្ចុប្បន្ននេះការចំណាយពេលត្រឹមតែ10ដល់15នាទីដើម្បីស្ដាប់រឿងនិទានឬ podcast ឡោគឺជាការសម្រាកខួរក្បាលដ៏អស្ចារ្យបំផុតវាជួយកាត់បន្ថយភាពតានតឹងនិងធ្វើឲ្យអារម្មណ៍របស់យើងវិលត្រឡប់មករូបភាពស្ងប់ស្ងាត់វិញសម្រាប់រូបខ្ញុំផ្ទាល់ជារៀងរាល់យប់មុនពេលដែលខ្ញុំសម្រាកពីការងារដ៏ហត់នឿយខ្ញុំតែងតែរកពេលស្ដាប់រឿងខ្លីៗឬអត្ថបទបំផុសគំនិតវាដូចជាការធ្វើដំណើរទៅកាន់ពិភពមួយផ្សេងទៀតដែលមានការព្រួយបារម្ភហើយវាធ្វើឲ្យខ្ញុំគេងលក់ដោយស្នាមញញឹមរឿងនិទានមិនមែនសម្រាប់តែក្មេងៗនោះទេវាជាសិល្បៈនៃការផ្ដល់នូវមេរៀនជីវិតតាមរយៈនិទានការវារំលឹកយើងអំពីគុណធម៌ភាពស្មោះត្រង់និងការតស៊ូដែលជួនកាលយើងអាចនឹងភ្លេចភ្លាំងដោយសារតែការរស់នៅប្រចាំថ្ងៃដូច្នេះប្រិយមិត្តទាំងអស់គ្នាខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាសាកល្បងរកពេលខ្លះសម្រាប់ខ្លួនឯងឬជាមួយមនុស្សជាទីស្រឡាញ់ដើម្បីស្ដាប់នូវអ្វីដែលផ្ដល់ក្តីសុខផ្លូវចិត្តនិងចំណេះដឹងមិនថាជាស៊ីភីជាសំឡេងឬ podcast នោះទេជួយឲ្យត្រចៀកនិងបេះដូងរបស់អ្នកបានទទួលនូវរសជាតិនៃសាច់រឿងល្អៗមុននឹងបញ្ចប់កម្មវិធីរបស់យើងនៅថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបាននូវអារម្មណ៍ល្អនិងយល់កាន់តែច្បាស់ពីតម្លៃនៃសិល្បៈនៃការស្ដាប់រឿងនិទានគឺជាស្ពានតយើងទៅកាន់ពិភពនៃក្តីសង្ឃឹមនិងការយល់ដឹងជាចុងក្រោយខ្ញុំសុភេងសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនិងមានរាត្រីដ៏ផ្អែមល្ហែមសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នាម្ដងទៀតនៅវគ្គក្រោយៗទៀតជាមួយប្រធានបទដែលកាន់តែពិសេសសូមជម្រាបលានិងសុបិនល្អ